ព្រឹត្តមកដល់ថ្ងៃនេះមានរយៈពេល9ថ្ងៃហើយដែលសពសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមត្រូវបានបុត្រាបុត្រីនិងក្រុមគ្រួសារតម្កល់ធ្វើបុណ្យតេខិណានុពទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅភូមិគ្រឹះលេខ12សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញជារៀងរាល់ថ្ងៃបុត្រាបុត្រីនិងក្រុមគ្រួសារតែងតែនិមន្តព្រះសង្ឃសូត្រមន្តប្រគេនផតហាជារៀងរាល់ពេលព្រឹកនិងចម្រើនព្រះបរិត្តស្វាធ្យាយព្រះសត្តបករណាភិធម្មជារៀងរាល់ពេលល្ងាចដើម្បីឧទ្ទិសកុសលផលបុណ្យជូនមីនខណ្ឌសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមដែលបានធ្វើមរណកាលទៅកាន់ប្រលោកអនេកខាងមុខហើយនោះដោយឡែកនៅវេលាព្រឹកថ្ងៃអង្គារនួយកើតខែអាសាឍឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី16ខែមិថុនាឆ្នាំ2015សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវញ៉ែមសុខនសខេងព្រមទាំងឯកឧត្តមលោកជំទាវជាបុត្រាបុត្រីនិងចៅនៃសពសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមបាននិមន្តសម្ដេចព្រះឧត្តមវង្សាមង្រាព្រះសិរីមុនីសុនច័ន្ទសុធាព្រះបល័តគុណខេត្តព្រៃវែងព្រះអនុគុណស្រុកមេសរប្រច័ន្ទព្រះអនុគុណស្រុកពីរាំងព្រះអនុគុណស្រុកស្វាយអន្តរព្រះអនុគុណស្រុកបាភ្នំព្រះអនុគុណស្រុកកំពង់ត្របែកព្រះអនុគុណស្រុកមេសាងព្រះអនុគុណស្រុកស៊ីធកណ្ដាលព្រះអនុគុណស្រុកកញ្ជ្រៀចនិងព្រះអនុគុណស្រុកពីមរគ្រប់ចំនួន10អង្គដែលបាននិមន្តស្វាធ្យាយព្រះសត្តបករណាភិធម្មកាលពីល្ងាចថ្ងៃទី15សូត្រមន្តនិងហដ្ឋានុមោទនាទទួលនៅផតហាដែលសម្ដេចក្រឡាហោមនិងលោកជំទាវព្រមទាំងបុត្រាបុត្រីប្រគេនជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនមានខណ្ឌសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមដែលបានធ្វើមរណកាលទៅកាន់ប្រលោកអនេកខាងមុខអស់រយៈពេល9ថ្ងៃកន្លងមកនេះពិធីនេះបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានប្រពនៅបទនមស្ការសមាទានសិលតាមសិក្ខាបទជាកិច្ចរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងជាពិសេសរំលឹកទៅដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណនិងព្រះធម៌វិន័យដ៏វិសេសវិសាលមិនសល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នជាងនេះទៅទៀតពុទ្ធអាវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូបឲ្យប្រកាន់ខ្ជាប់នៅអំពើល្អអំពើជាកុសលលះបង់អំពើបាបអំពើជាអកុសលសាងនៅកុសលទានតម្កល់ទុកសម្រាប់អនាគតជាតិម្យ៉ាងវិញទៀតការគោរពប្រណិប័តន៍និងដឹងគុណចំពោះមេដាបិតាទាំងរូបលោកនៅមានអាយុសង្ខារឬមរណកាលទៅហើយក្តីដោយដែលសម្ដេចឯកឧត្តមលោកជំទាវជាក្រុមពុទ្ធសានិងកូនចៅបាននឹងកំពុងប្រតិបត្តិនាពេលនេះគឺជាសក្ខីភាពបង្ហាញពីក្តីកតញ្ញូកតវេទិតាធម៌ដ៏ប្រសើរថ្លៃថ្លាបំផុតឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងដែលសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមមានចំពោះក្រុមគ្រួសារកូនចៅនិងសង្គមជាតិទាំងមូលបណ្ឌបាតាំងអាហារបណ្ឌបាតាំងមុតកੰពេតតិយំពេតាភគវតោអរហតោសម្មាសម្ពុទ្ធស្សៈវិមង្នតកៈផតាំងនតកៈផតាំងសពរខាសាលសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមនាមញ្ចាជាស៊ីមនាមញ្ចាគុណវន្តានញ្ចាគុណវន្តានញ្ចាអមហាកញ្ចាអមហាកញ្ចាទីខរតាំងទីខរតាំងអថាយៈអថាយៈតាយៈហេតាយៈសុខាយៈសុខាយៈទុតិយំពេទុតិយំពេតតិយំពេតតិយំពេប
ពុតព្រះសង្ឃដ៏ចម្រើនណាយបពុតព្រះសង្ឃដ៏ចម្រើនបពុតព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃមេត្តាទទួលសូមព្រះសង្ឃមេត្តាទទួលនៅមគ្គភ័តនៅមគ្គភ័តព្រមទាំងបរិខាទាំងឡាយព្រមទាំងបរិខាទាំងឡាយដើម្បីសេចក្តីចម្រើនដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីជាប្រយោជន៍តែងទៅអស់កាលនិយមវែងទៅអស់វរៈ2ដងផងអស់វរៈ2ដងផងអស់វរៈ3ដងផងអស់វរៈ3ដងផងលំដាប់អំពីបទនមស្ការសមាទានសិលចប់សពគ្រប់សម្ដេចក្រឡាហោមសខេងនិងលោកជំទាវញ៉ែមសខនសខេងនិងឯកឧត្តមលោកជំទាវជាបុត្រាបុត្រីសម្ដេចអគ្គមហាធម្មពុទ្ធិសាជាស៊ីមបានប្រគេនព្រះសង្ឃគ្រប់ព្រះអង្គក្នុងមួយព្រះអង្គមានសាដកមួយកញ្ចប់និងបវរណាចតុបច្ច័យក្នុងមួយអង្គ54រៀលអរហតោសម្មាសម្ពុទ្ធស្សនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សនិណាបច្ចយោមេកបច្ចយោសម្បយតបច្ចយោវបយតបច្ចយោចតបច្ចយោតិកាញ្ញទរឋានបរានទុកធម្មទុកតិកាញ្ញវតិកតកតកាញ្ញចបញ្ញនយាមនិយសកម្មវិរិយតិកាញ្ញបតានធម្មទុកតិកាញ្ញវតិកតកាញ្ញតិកតិកាញ្ញវតិកតកាញ្ញចបញ្ញនយាលមមនិយសកម្មវិរិយតិកាញ្ញបតានវរានទុកធម្មទុកតិកាញ្ញវតិកតកាញ្ញតិកតិកាញ្ញមាវិរិយបសាងសានានតេយេបរិមាណังเอกปัตตังปิเนลเปปุตโตปัตเตสะไอปัตตาปะมัญญะเรอนัจจาวัตสังขาราโอปัตถะยะตังอุสมาจะวิญญาณังยะติกายังยะหันตมังภวตาตะเยสะเตนิราทังวะตลังการังปันโนสัพพังพะเลียงกิจันตปุถิเยโมเลสัจจานังนันทิวัติโนเอวังวังวิจโยหาวิจยะสัจจยมยังเลอปาราจิตปัลลังเกไสเสปะไตปาวคะเรหิเสเกสะปะปุถเยนังอาเตปัตตาปมาตเปสนะขาตังสัมยังกัลยาสัพพิยตังสหติตังสัพพนาสมหตายุสยตังรัมมจาริปเตตินังกายกัมมังวิจาตัมมังปเตตินังปเตตินังក្រោយពីបវរណាទទួលនៅទេវវត្ថុអមដោយបច្ច័យរួចមកព្រះសង្ឃគ្រប់ព្រះអង្គបានឧទ្ទិសបញ្ជូននៅកុសលផលបុណ្យដែលកើតឡើងក្នុងថ្ងៃនេះជូនវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពុទ្ធិសាលជាស៊ីមនិងសូមវិញ្ញាណក្ខន្ធរបស់សម្ដេចបានមកទទួលនៅមនុស្សផលដែលក្រុមគូសានិងបុត្រាបុត្រីឧទ្ទិសជូនក្នុងពេលនេះនិងសូមឲ្យអំណាចនៃអនុសង្ឃទាំងឡាយដែលសម្ដេចអគ្គមហាធម្មពុទ្ធិសាលជាស៊ីមបានបំពេញជូនជាតិមាតុភូមិក្នុងមួយជីវិតរបស់សម្ដេចកន្លងមកនេះសូមជួយទ្រទ្រង់យឹតយងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពុទ្ធិសាលជាស៊ីមដែលបានធ្វើមរណកាលអរិយពេល9ថ្ងៃទៅហើយនោះនិងសូមបដិសន្ធិវិញ្ញាណរបស់សម្ដេចបានចាប់បដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយដោយឡែកនៅព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2015នេះដែរក៏មានគណៈប្រតិភូមកពីបណ្ដាក្រសួងស្ថាប័ននានាតំណាងមកពីបណ្ដាខេត្តនានាបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពសម្ដេចអគ្គមហាធម្មពុទ្ធិសាលជាស៊ីមជាបន្តបន្ទាប់ក្នុងនោះមានជាអាចគណៈប្រតិភូគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តមនៃពេលណា
គណៈប្រតិភូសមាគមអាចារ្យខ្មែរដឹកនាំដោយឯកឧត្តមមិនខិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាគណៈប្រតិភូសាលាខេត្តស្វាយរៀងដឹកនាំដោយឯកឧត្តមជាងអំអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងគណៈប្រតិភូអាជ្ញាធរព្រះវិហារដឹកនាំដោយឯកឧត្តមកឹមសេដារ៉ាគណៈប្រតិភូអគាធិការរដ្ឋានកិច្ចការរដ្ឋបាលនគរបាលដឹកនាំដោយឯកឧត្តមអែវប៊ុនថុល គ
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយឯកឧត្តមតុនសរាវុធសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀងតំណាងឯកឧត្តមឌីវិជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង